We want people, by the way, to come into our country, but we want them to come in through a legal process. We want them to come in legally. We need more people. We need people to run these plants and to help the auto workers and the Teamsters and the non-union people and everybody else. But we need people and the farmers. លោកប្រធានាធិបតីត្រាំគាត់ចង់ឲ្យមនុស្សមករស់នៅសហរដ្ឋអាមេរិកណាស់ពីព្រោះប្រទេសអាមេរិកត្រូវការបុគ្គលិកប៉ុន្តែគាត់ចង់ឲ្យអ្នកដែលមករស់នៅស្របច្បាប់តែប៉ុណ្ណោះថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីកម្មវិធីធ្វើការនឹងរស់នៅទាំងគ្រួសារដោយស្របច្បាប់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB3 កម្មវិធី EB3 គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយសភាអាមេរិកតាំងពីឆ្នាំ1990មកម្លេះដោយសារខ្វះបុគ្គលិកឥតជំនាញធ្វើការនៅក្នុងសហរដ្ឋអាមេរិកចំពោះលក្ខខណ្ឌគឺងាយស្រួលមែនទែនបងប្អូនគ្រាន់តែមានអាយុពី18ទៅដល់50ឆ្នាំមានត្រឹមតែសញ្ញាបត្របាក់ឌុបឡើងលើបងប្អូនមានប្រវត្តិរស់នៅល្អមានសុខភាពល្អនោះបងប្អូនអាចដាក់ពាក្យទៅបានហើយចំពោះអត្ថប្រយោជន៍គឺបងប្អូនដាក់ពាក្យតែម្នាក់បងប្អូនអាចទៅបានទាំងគ្រួសារប្រពន្ធឬក៏ប្តីហើយនឹងកូនអាយុក្រោម18ឆ្នាំកូនគាត់អាចទទួលបានការអប់រំដែលឥតគិតថ្លៃនិងសេវាសុខភាពដែលឥតគិតថ្លៃផងដែរចំពោះបេក្ខភាពដាក់ពាក្យគាត់ធ្វើការកុងត្រាជាមួយនឹងនយោជកត្រឹមតែ1ឆ្នាំគាត់អាចបន្តការងារឬក៏ដូរការងារបានហើយបងប្អូនរស់នៅបាន5ឆ្នាំបងប្អូនអាចស្នើសុំសញ្ជាតិសហរដ្ឋអាមេរិកបានទាំងគ្រួសារនិងធានាឪពុកម្ដាយបានទៅរស់នៅដោយស្របច្បាប់ផងដែរចំពោះព័ត៌មានបន្ថែមសូមតាក់ទងមកក្រុមហ៊ុន Globe Visa Cambodia របស់យើងតាមរយៈអាស័យដ្ឋានខាងក្រោមសូមអរគុណ